វាសួរបងប្អូនចាថ្ងៃនេះគឺបងប្អូនមកមើលចំការរបស់ម្ដាយមីងរបស់ខ្ញុំចាឆ្នាំ2021ក៏មានដំណាប់អីខ្លះអត់មើលទាំងអត់ទេណាតាមប៉មអត់តាន់បានបេះបានទេនៅខ្ចីដល់ប៉ុន្តែខ្វាយច្រើនណាស់បងប្អូនឡើងផ្នែកនេះហើយច្រើនមែនទេចាទឹកត្រីទៅដាក់ក្នុងផាំងតែយើងឡើងទុកឡើងនេះទៅល្អមែនទេសុខចិត្តណាបងប្អូនទៅចឹងសូវបានពីបានច្រើនពុកបានច្រើនល្អបងប្អូនច្រើនគឺខុសក៏គឺបងចង់ផ្លែពេញប៉ះខ្មែរយើងពេញប៉ះខ្មែរអមមកតែចិត្តឈ្មោះជួយបានច្រើនពេញប៉ះចិត្តយកតាមប្រសពមួយលើជីវិញទេនោះតាមប្រសពទុំអានេះសបាយតែបងប្អូនសបាយក៏ស្វាយច្រើនសំចានេះជីណាចាំហើយតាមប្រូតាមពេលពេញហ្មងបងប្អូនក៏ហើយតិចនេះងាយបងក៏ដាក់តាមទៅការពារបងប្អូនកុំឲ្យមានសត្វអីស៊ីនេះអត់តសត្វអីចឹងចាំទៅអាចទៅបងប្អូនសម្រាប់ហ្នឹងទេបងអត់ពុំអមមែនទេបងប្អូនអ្នកឃើញចឹងទៅមកពីចាមកនេះអានេះមិនក៏ចូល3 4គីឡូដែរនេះមួយនេះផ្លែយកមកហ្នឹងផ្លែខ្ញុំកាន់ទៅហើយដៃ4ចាំហ្នឹងបានផ្លែមួយល្អណាស់បងប្អូនសុទ្ធឯងនៅសុខជាដាំបានប៉ុណ្ណឹងគឺអស្ចារ្យបងប្អូនចាំសម្រាប់អ្នកបងប្អូននៅស្រុកខ្មែរខ្ញុំជឿថាងាយស្រួលដាំព្រោះយើងសុខក្តៅបានជឿវិញអញ្ចឹងខែសាតែនៅនេះសុខជាដាំបានតែប្រហែលខែពី3ខែហ្នឹងហើយទៅកក់មកទៀតញ៉ាំល្អមែននេះម្រះបងប្អូនម្រះល្អមែនទេម្រះពុតសបងប្អូនមានពុតបៃតងហើយពុតអសតាមបានញ៉ាំចឹងទេខ្លួនឯងពេញដើមនេះจะគួននេះដើមម្ទេសនេះម្ទេសផ្អែមនេះម្ទេសស្អាតជីស្គាល់ត្រីបងប្អូនជីស្គាល់ត្រីច្រើនអានេះខ្លាអីបងប្អូនស្គាល់អត់នេះ strawberry ហ្នឹងណាបស្ទុំដែរទីនច្រើនពេកទៅវាអាចជាប់ទីដកមកក៏ដល់ចាអេគុំល្អจังចាវីដេអូនេះខ្ញុំទៅតាមនេះបងប្អូនចាដើម្បីបង្ហាញចាតែដាំសម្រាប់ឆ្នាំនេះតែខ្ញុំនេះចាហើយឆ្នាំក្រោយទៀតយើងដាំពីស្លាប់ទៀតចាំមើលទៀតណាចាសូមអរគុណសម្រាប់ការតាមដានរបស់បងប្អូនចាហើយយើងទៅអីមានដំណាំអីអាចដាំដុះបាននៅសព្វជជួយប្រាប់បងប្អូនចាច្រើនហើយជួយពេលចាស្បាយអរគុណ